កូននេះឪពុកចូលកំភ្លេចធัวថ្លៃជាងពេជ្រនាំដល់ត្រើយមានរូបមានរោគឥតស្រាកស្បាយកូនអើយព្រះធัวមិនចេះឈឺបើកូនរៀនធัวអប់រំចិត្តប្រព្រឹត្តសុចរិតចិត្តកូនភ្លឺជីវិតត្រូវស្លាប់រូបត្រូវឈឺប៉ុន្តែចិត្តភ្លឺមិនស្លាប់ទេចិត្តភ្លឺខ្លាំងជាងសូរិយាភ្លឺដោយបញ្ញាចិត្តទំនេរកើតចាស់ឈឺស្លាប់ព្រោះក្តីស្នេហ៍ឯចិត្តទំនេរផុតទុក្ខផងចិត្តល្អមិនជរាព្រះធម្មាមិនចេះឈឺខាត់ចិត្តឲ្យបានភ្លឺមានពន្លឺផុតក្តីស្លាប់ពុកម្ដាយសប្បាយចិត្តណាស់ដែលបានឃើញកូនប្រព្រឹត្តល្អប៉ុន្តែពុកម្ដាយក៏ខូចចិត្តណាស់ដែរព្រោះតែការប្រព្រឹត្តមិនល្អរបស់កូនចូលកូនកុំបណ្ដោយឲ្យចំណង់ដែលចង់មានចង់បានចង់រស់នឹងឲ្យអូសទាញកូនទម្លាក់ជ្រោះនៃសេចក្តីវិន័យនោះឡើយឲ្យសូមឲ្យកូនមានសម្បជញ្ញៈកសាងខ្លួនថែរក្សាខ្លួនមនុស្សគឺជាសត្វដ៏ពិសេសដែលអាចកសាងខ្លួនបានឲ្យបានជាទីគោរពនៃទេវតាទាំងឡាយទៀតផងកូនម៉ែឪពុកបើកូនស្រឡាញ់ម៉ែឪនឹងកាលដែលកូនពិចារណាទៅហើយបានដឹងថាខ្លួនជាទីស្រឡាញ់នៃខ្លួនឯងដល់យ៉ាងក្រៃលែងនោះកូនត្រូវរក្សាខ្លួនឲ្យជាការរក្សាដ៏ល្អឪពុកសូមប្រគល់នៅពាក្យទាំងអស់នេះដល់កូន1ចូលកូនចាំទុកថាការមិនតស៊ូក្នុងករណីខ្លះគឺជាវីរភាពដ៏ធំធេងក្រៃលែងជាងការតស៊ូយកស្លាប់យករស់ទៅទៀតហើយកូនពិចារណាក្នុងសេចក្តីហ្នឹងចូលកូនកុំរើសយកនៅរបស់ដែលពេញចិត្តដោយអំណាចនៃចំណង់របស់ខ្លួនតែកូនត្រូវរើសយកនៅរបស់នោះដោយសតិបញ្ញាកូនត្រូវពិចារណាដល់ប្រយោជន៍និងទោសនៃរបស់នោះឯងមុននឹងសម្រេចចិត្តថាយកកូនត្រូវកុំក្រោតខឹងជាមួយនឹងមនុស្សដែលធ្វើមិនល្អឲ្យសោះតាមពិតគេនោះក៏ចង់ល្អដែរគ្រាន់តែគេមិនបានយល់ច្បាស់ថាអ្វីជាសេចក្តីល្អអ្វីជាសេចក្តីអាក្រក់ឲ្យបានពិតប្រាកដតែប៉ុណ្ណោះកូនត្រូវដឹងថាក្នុងโลกនេះកម្ររកអ្នកដែលចេះត្រេកអរនឹងពាក្យបន្ទោសណាស់ដូច្នេះកូនកុំចូលចិត្តបន្ទោសអ្នកដទៃឡើយយ៉ាងទៀតបើកូនចង់តេះដៀលអ្នកណាកូនត្រូវសម្លឹងមើលខ្លួនឯងជាមុនកុំឲ្យគេស្ដីបកត្រឡប់មកវិញមាសប្រាក់ដែលកូនមានបើចាយណាស់រឹតតែអស់ចំណែកចំណេះវិជ្ជាវិញនោះរឹតតែប្រើរឹតតែចម្រើនកូនចូលចាំទុកថាមាសប្រាក់ជារបស់ក្រៅខ្លួនមេត្តាបិតាសប្បាយចិត្តព្រោះកូនចេះស្រឡាញ់គ្នារវាងបងប្អូនកូនចូលធ្វើអ្វីគ្រប់យ៉ាងដោយសុចរិតកាលបើសុចរិតកូនក៏មានចិត្តស្អាតតែបើកូនប្រព្រឹត្តទុច្ចរិតវិញចិត្តរមែងសៅហ្មងទ្រព្យសម្បត្តិមិនមែនជារបស់ចាំបាច់ក្នុងការដែលឪពុកម្ដាយត្រូវប្រគល់ឲ្យកូននោះទេចំណេះដឹងនឹងការប្រព្រឹត្តល្អតែប៉ុណ្ណោះដែលគួរជាទីបំផុតក្នុងការដែលម៉ែឪត្រូវប្រគល់ឲ្យដល់កូនសម្លាញ់ចំបំផុតនៃសេចក្តីលោភលន់មិនចេះគ្រប់គ្រាន់គឺសេចក្តីទុក្ខអ្នកដែលមិនធ្លាប់ឲ្យអភ័យដល់អ្នកដទៃគឺជាអ្នកដែលទន់ខ្សោយដោយគុណធម៌ការឲ្យអភ័យដល់សត្រូវបានគឺជាការសាងមិត្តរមែងរុងរឿងដូចជាព្រះមហោសថបើអ្នកដទៃបោកបញ្ឆោតយើងអាចដឹងបានដោយងាយនិងដោះស្រាយបានដោយងាយផងដែរតែបើកូនបោកបញ្ឆោតខ្លួនឯងវិញគឺដឹងបានដោយលំបាកដោះស្រាយក៏បានដោយលំបាកដែរកូនគួរចាំនៅអ្វីដែលគួរចាំគួរភ្លេចនៅអ្វីដែលគួរភ្លេចបើមិនចាំបាច់ទេក៏មិនចាំបាច់គិតទៅនោះឡើយបើថាជាប្រយោជន៍ហើយក៏គិតឲ្យបានសម្រេចទៅដូច្នេះ
កូនត្រូវដឹងថាការងារណាដែលគួរធ្វើមុនការងារណាដែលគួរធ្វើតាមក្រោយនឹងផងដែរបើសិនបើកូនដួលព្រោះការឈានដើរទៅមុខវាប្រសើរជាងកូនដែលឈរនៅត្រឹងមួយកន្លែងព្រោះបើកូនឈរត្រឹងមួយកន្លែងកូននឹងត្រូវដួលនៅត្រង់កន្លែងនោះហើយកូននឹងមានឈ្មោះថាជាមនុស្សកំសាកូនត្រូវព្យាយាមក្នុងកិច្ចការដែលជាតួនាទីកូនត្រូវចាំទុកថាជីវិតកើតមកដើម្បីអត់ធន់តស៊ូមិនថាជាមនុស្សឬជាសត្វសុទ្ធតែត្រូវការស្ដាប់ពាក្យផ្អែមល្ហែមពាក្យទន់ភ្លន់កូនមាសឪពុកក៏ដូចគ្នាដែរគួរតែនិយាយពាក្យទន់ភ្លន់ផ្អែមល្ហែមដល់អ្នកដទៃកាលបើកូននិយាយពាក្យពីរោះចំពោះអ្នកដទៃកូននឹងបានទទួលនៅពាក្យពីរោះពីអ្នកដទៃមកវិញកាលបើកូនទន់ភ្លន់ដាក់អ្នកដទៃក៏ទន់ភ្លន់ដាក់កូនវិញដែរកូនត្រូវធ្វើឲ្យបានជាទម្លាប់ក្នុងជីវិតជារង្វាន់ដែលកូនផ្ដល់ប្រគល់ឲ្យខ្លួនឯងយ៉ាងក្រៃលែងកូនក៏សប្បាយចិត្តភ្លេចអ្វីភ្លេចបានតែកុំភ្លេចខ្លួនខូចអ្វីដទៃក៏ខូចចោះតែត្រូវប្រយ័ត្នកុំឲ្យខូចខ្លួនជាមនុស្សគឺកុំឲ្យកូនជាមនុស្សខូចនឹងឯងការធ្វើរបស់កូនពេលខ្លះមិនទាំងពេញចិត្តកូនខ្លួនឯងផងតើឲ្យអ្នកដទៃធ្វើអ្វីពេញចិត្តយើងបានរហូតទៅនោះយ៉ាងម៉េចទៅកាលដែលកូនគិតឃើញដូច្នេះហើយកូនក៏បន្ធូរបន្ថយនៅការខឹងក្រោធជាមួយនឹងអ្នកដទៃព្រោះនោះយើងផ្សេងគ្នាចិត្តវិញ្ញាណផ្សេងគ្នាការសន្សំសន្តានផ្សេងគ្នាវិបាកកម្មក៏ផ្សេងគ្នាអ្វីដែលត្រូវគៀបសង្កត់វិតរស់នៅចិត្តសន្តាននឹងទៅតាមសភាពការបច្ចុប្បន្ននោះដូច្នេះកូនត្រូវរៀនឲ្យបានយល់ដឹងសេចក្តីពិតចំពោះអ្វីគ្រប់យ៉ាងដែលជាសភាវៈពិតជាធម្មជាតិនោះឯងដែលអ្នកណាក៏មិនអាចចេះតែចង់បានឲ្យដោយចិត្តរបស់ខ្លួននោះទេចាំបាច់និយាយថ្មីថានឹងផ្ដល់ប្រគល់មកឲ្យយើងពេញចិត្តទៅគ្រប់រឿងសំបីតែឲ្យដល់ខ្លួនគាត់នឹងមិនទាំងបានផងដូច្នេះកូនត្រូវយល់ហើយសង្ឃឹមលើការប្រព្រឹត្តរបស់ខ្លួនផ្ដល់ប្រគល់អ្វីល្អឲ្យដល់ខ្លួនឯងឲ្យសប្បាយចិត្តខ្លួនឯងទៅកុំចេះតែសង្ឃឹមចង់បានពីអ្នកដទៃនាំឲ្យកូនកើតទុក្ខនៅពេលដែលខកចិត្តនឹងឯងកូនមានឪពុកធម្មជាតិមិនដែលឲ្យអភ័យដល់អ្នកណាឡើយអ្នកណាធ្វើយ៉ាងណាត្រូវទទួលយ៉ាងនោះប៉ុន្តែធម្មជាតិបានឲ្យឱកាសដល់មនុស្សយើងគ្រប់គ្នាគ្រាន់តែថាដោយច្រើនមនុស្សយើងមិនចេះទទួលយកឱកាសនោះមកកសាងខ្លួនឬយកមកកែប្រែខ្លួននោះឯងមកហើយធម្មជាតិក៏ប្រព្រឹត្តទៅតាមកម្មគឺការប្រព្រឹត្តរៀងខ្លួននឹងទៅកូនចោលអ្វីផ្សេងបានតែកូនកុំបោះបង់ខ្លួនឯងចោលឲ្យសោះព្រោះនៅក្នុងโลกនេះមិនមាននរណាជាទីពឹងរបស់កូនក្រៅតែពីកូនខ្លួនឯងទេដែលនឹងត្រូវជួយឲ្យគ្រប់គ្នាបានរួចផុតចាកទុក្ខហ្នឹងគឺត្រូវពឹងខ្លួនឯងហ្នឹងកូនត្រូវដឹងថាអ្នកក្លាហានគឺអ្នកដែលអាចបង្កប់ចិត្តខ្លួនឯងបានជាចវាយនាយលើចិត្តខ្លួនឯងមិនមែនមានតណ្ហាឬការខឹងក្រោធនឹងមកជាចវាយនាយគ្រប់គ្រងចិត្តនោះទេកូនកើតមកជាមនុស្សហើយត្រូវជាយាមបំពេញសេចក្តីល្អឲ្យខ្លាំងក្លាជាទីបំផុតព្រោះកូនមិនងាយបានជួបនៅឱកាសដ៏ល្អដូចនេះឡើយកូនដាំដំណាំបំរុងឫសតែបើដាំមនុស្សបំរុងសិលចង់ឆ្លងចាកទុកត្រូវកុំខ្ជិលខូចខិលដឹងខុសត្រូវកែខ្លួនមានតែមនុស្សដែលចេះប្រយ័ត្នប៉ុណ្ណោះឯងដែលអាចរក្សាខ្លួនទុក
ឲ្យប្រពៃទៅបានកូនមេពុកត្រូវរក្សាខ្លួនដោយការប្រយ័ត្នប្រយែងជាទីបំផុតព្រោះมันមានអ្វីដែលត្រូវរក្សាឲ្យក្រៃលែងជាងការរក្សាខ្លួននេះឡើយលោភៈមួយផ្លេតនាំមកនៅសេចក្តីទុក្ខអបកាលជាអង្វែងទោសៈក៏ដូចគ្នាត្រូវប្រយ័ត្នជាទីបំផុតកូនត្រូវដឹងថាក្នុងโลกនេះរមែងមានរឿងដែលសម្រាប់ឲ្យយើងមានសេចក្តីអត់ធន់ត្រូវទទួលដឹងដូច្នេះឯងត្រូវដឹងថាโลกនឹងមានរឿងដែលសម្រាប់ឲ្យយើងអត់ធន់ដូច្នេះគឺជាឱកាសដែលសម្រាប់ឲ្យយើងចម្រើននៅគុណធម៌ជាមួយគ្នានឹងโลกនេះឯងកាលបើកូនអត់ធន់បានកូននឹងសម្រេចផលល្អពីដូចថ្នាំគ្រុននៅពេលកូនញ៉ាំទៅវាល្វីងមែនប៉ុន្តែផលរបស់វាគឺតិចខ្លួនបាត់គ្រុនអញ្ចឹងកូនស្ដាប់កំណាព្យបន្តទៅភ្លេចអ្វីភ្លេចបានតែបើភ្លេចប្រាណឈានធ្លាក់រណ្ដៅបើបានជាផ្លាត់មិនតន់ធ្លាក់ជ្រៅប្រឹងឡើងណាពើកុំនៅនាំជ្រុលខូចអ្វីមិនគ្រោះតែបើខូចឈ្មោះមិនងាយជួសជុលកូនត្រូវប្រយ័ត្នកុំងប់ងងុលកាមជាគ្រឿងពលខូចអស់ទាំងខ្លួនខូចខ្លួនខូចឈ្មោះខូចនេះពេញគ្រោះរស់លែងសុបសួនតែទោះយ៉ាងណាកុំឲ្យខូចផ្ទួនត្រូវប្រឹងកែខ្លួនកុំចោលអាត្មាចោលអ្វីចោលបានតែកុំចោលប្រាណក្នុងវដ្តសង្សារព្រោះក្នុងโลกនេះឥតមាននរណាជួយស្រង់អាត្មាក្រៅពីខ្លួនឡើយកូនត្រូវរក្សាការពារអាត្មាឲ្យបានដល់ត្រើយដោយការប្រយ័ត្ននិងមិនកន្តើយប្រយ័ត្ននឹងហើយជាព្រះក្នុងខ្លួនប្រយ័ត្នជាម្ដាយញ៉ាំងគុណទាំងឡាយឲ្យកើតមកមួនអត់ធន់ជាឪរក្សាគ្រងស្ងួនគុណធម៌ក្នុងខ្លួនដោយខែខាងខ្នើតខន្តីជាថ្នាំលេបជាប្រចាំរសជាតិល្វីងឆើតលំបាកទ្រាំណាស់លុះដល់ផលកើតរសជាតិល្វីងឆើតមានគុណកប់អងបុរាណបានពោលថាចៅលួចប្លន់ទ្រព្យសម្បត្តិមិនស្មើនឹងភ្លើងឆេះផ្ទះភ្លើងឆេះផ្ទះមិនស្មើនឹងចាញ់លបែងភ្នល់ចាញ់លបែងភ្នល់មិនស្មើនឹងជាប់គ្រឿងញៀនចៅប្លន់នៅសល់ផ្ទះអស់ប្រាក់មាសមិនជាអ្វីឆេះផ្ទះនៅសល់ដីអត់បាយឆីដីលក់បានចាញ់លបែងនៅជីវិតបើចេះគិតវិលវិញថ្កានញៀនថ្នាំប្រចាំប្រាណកែលែងបានស្លាប់ទាំងរស់កូនប្រុសស្រីត្រូវជាមនុស្សដូចតទៅកូនស្រីឪត្រូវជាមនុស្សមិនរឹងត្អឹងតែបើរឹងត្រូវរឹងប៉ឹងប្រឹងសិក្សាកូនប្រុសឪត្រូវជាមនុស្សមានប្រាជ្ញាព្រះផ្ដាំថាកុំស្នេហាស្រាស្រីល្បែងកូនស្រីឪត្រូវជាមនុស្សមិនជាប់នុយកុំស្នេហ៍លុយស្អុយគេឈ្មោះរស់ដូចផ្សែងកូនស្រីឪត្រូវជាមនុស្សចេះខ្លាចក្រែងព្រះសម្ដែងឲ្យទម្លាប់ជាប់សិលវិញកូនប្រុសឪត្រូវជាមនុស្សចេះស្មោះត្រង់កុំតាមចង់ក្រែងមិនសពទុកមโนមនិញកូនប្រុសឪត្រូវជាមនុស្សតាមចេះវិញប្រឹងបំពេញធัวសន្តោសប្រុសមេត្តាកូនស្រីឪត្រូវជាមនុស្សមិនប្រមាទកូនស្រីឆ្លាតចេះប្រមើលមើលកិច្ចការកូនស្រីឪត្រូវជាមនុស្សទន់ចរិយាតែយ៉ាងណាសូមស្រីមុំកុំទន់ខ្សោយកូនប្រុសឪត្រូវជាមនុស្សចេះអត់ធន់ការស្រាលធ្ងន់កុំទម្រាន់ទន់បណ្ដោយកូនប្រុសឪត្រូវជាមនុស្សមិនថយក្រោយកុំចាំឲ្យមនុស្សស្រីច្រើនបានទៅមុខ
កូនស្រីឪត្រូវជាមនុស្សមិនលេះលោះពាក្យពីរោះមានរបៀបរៀបទំនុកកូនស្រីឪត្រូវជាមនុស្សរក្សាសុខបើខ្លាចទុកកុំជាមនុស្សទ្រុសិលធម៌កូនប្រុសឪត្រូវជាមនុស្សចេះស្គាល់ខ្លួនចិត្តមមមួនមិនអំនួតអួតខ្ទាខ្ទួកូនប្រុសឪត្រូវជាមនុស្សមិនញាប់ញួរជួបលោកធម៌ត្រូវពិចារថាមិនទៀងកូនស្រីឪត្រូវជាមនុស្សចេះដឹងគុណជាដើមទុននៃជីវិតពិតជាស្បៀងកូនស្រីឪត្រូវជាមនុស្សមិនលំអៀងសំដីទៀងពិតប្រកបមាត់ក្រអូបកូនប្រុសឪត្រូវជាមនុស្សចេះចាប់ផ្ដើមកុំច្បិចច្បើមត្រូវប្រឹងប្រែងក្រែងខ្វះហូបកូនប្រុសឪត្រូវជាមនុស្សមិនចេះល្មោបតែបើទ្របត្រៀលដល់ខ្ជិលរិលបញ្ញាកូនស្រីឪត្រូវជាមនុស្សមិនច្រណែនរៀបបែបផែនជាមង្គលដល់គ្រួសារកូនស្រីឪត្រូវជាមនុស្សមានមេត្តាមិនអ៊ីសាក្នុងជីវិតពិតជាស្ងប់កូនប្រុសឪត្រូវជាមនុស្សដឹងប្រមាណក្នុងខ្លួនប្រាណរាល់យប់ថ្ងៃលេងឲ្យកប់កូនប្រុសឪត្រូវជាមនុស្សមិនអាភ័ព្វមិនត្រូវជាប់គ្រឿងញៀនញ៉ាមកាមគុណ5កូនស្រីឪកូនប្រុសស្រីកុំជាមនុស្សទ្រុសមិត្តភ័ក្តិកុំជំពាក់ទ្រព្យបំណុលបុលបញ្ចាំកុំរ៉ាប់រងធានាទ្រព្យជាប់គ្រោះកម្មឪសូមផ្ដាំកម្មវេរាជាគ្រោះកាចកូនប្រុសស្រីកុំជាមនុស្សទ្រុសសីឡាកុំគិតថាសិលនេះណាខ្លាកំណាចតាមពិតសិលជាទេវតាក្លាអង្គអាចមានអំណាចអាចប្រហារខ្លាកិលេសកូនប្រុសស្រីកុំជាមនុស្សទ្រុសមេត្តាស្រីនេះណាជាប្រព្រំកុំប្រហែសតែប្រហើនហ៊ានខោរខើត្រូវភ្លើងឆេះជាតិអ្នកចេះត្រេះរិះដឹងប្រឹងបូជាកូនប្រុសស្រីកុំជាមនុស្សទ្រុសបៃតាត្រូវដឹងថាប្រុសនេះណាជាព្រំមេបានសុខហើយក្នុងជំរំព្រំវិហារត្រូវមនីមនីភ្ងារលឹកនឹកតបគុណកូនប្រុសស្រីកុំជាមនុស្សទ្រុសប្រពុតត្រូវលំអត់កាយវាចាប្រាថ្នាបន់កូនមានទានសិលភាវនាជាដើមទុនផុតទេរុនចាអាបាយឆ្ងាយពីទុក្ខកូនប្រុសស្រីកុំជាមនុស្សទ្រុសព្រះធัวកុំជាប់ជួរនៃកាមគុណសុនក្នុងគុកប្រឹងដើរតាមស្នាមព្រះបាទព្រះជន់ទុកកុំសម្រាប់ធ្វើដំណើរដើរផ្លូវមាកូនប្រុសស្រីកុំជាមនុស្សទ្រុសព្រះសង្ឃត្រូវនឹកត្រង់អង្គសាវកព្រះភគវីទ្រង់សាសនាព្រះចិនស្រីល្បីខ្ទរខ្ទាក្រងធម្មាជាបៃដកវិសុអៈកូនមាសឪពុកទាំងឡាយហើយព្រះធัวមានហើយកុំធ្វើខ្វាក់ប្រឹងអានប្រឹងគិតឲ្យប្រចាក់ខណៈដ៏ល្អកុំកន្លងថ្ងៃ15កើតខែពិសាខជាថ្ងៃសម្រាកធ្វើបុណ្យឆ្លងព្រះពុទ្ធទ្រង់កើតជាចម្បងចម្លងសត្វលោកផុតភព3ថ្ងៃ15កើតខែអាសាឍកូនឪត្រូវឆ្លាតយល់សេចក្តីថ្ងៃនេះជាថ្ងៃប្រជិនស្រីចាប់ផ្ដើមពោលស្ដីត្រាស់ទេសនាជាថ្ងៃកំណើតនៃព្រះធัวស្ដាប់ហើយតាំងគួរដល់ថ្លៃថ្លាដល់ពេលប្រសូតបានសោតាផុតចាកទុក្ខាក្នុងអាបាយថ្ងៃដែលព្រះសង្ឃមានកំណើតថ្ងៃ15កើតមិនមែនឆ្ងាយគឺថ្ងៃតែមួយដែលធម្មកាយចាប់ផ្ដើមសັບផ្សាយដោយព្រះពុទ្ធព្រះធัวនិងព្រះសង្ឃកូនត្រូវអោនអង្គយ៉ាងលំអត់គោរពបូជាដោយមោះមុតប្រសើរបំផុតត្រង់ចិត្តស្អាតថ្ងៃ15កើតមគ្គបូជាអង្គព្រះភគវាទ្រង់ឱវាទប្រាប់បេះដូងធัวក្នុងសន្និបាតគឺជាឱវាទបាតិមោក្ខពិសាអាសាទមគ្គបូជាកូនឪគ្រប់គ្នាបញ្ញាប់ក្រោកទៅវត្តស្ដាប់ធัวបាតិមោក្ខកុំឲ្យចាញ់បោកមេក្នុងខ្លួនរៀបចំភ្ញីផ្កាគ្រឿងបូជាសំពះវន្តាឲ្យសុបសួនធ្វើទានកាន់សិលឲ្យខ្ជាប់ខ្ជួនគំនុំគុំគួនកំបីមានកូនមេឪពុកសម្បត្តិអវាទកាត់ថ្លៃមិនបានឡើយ
ទ្រព្យសម្បត្តិមួយយ៉ាងដែលឪពុកម្ដាយប្រគល់ឲ្យកូនគឺអប់រំទូលមានព្រានប្រដៅដែលជាការបណ្ដោះបណ្ដាលនៅឧបនិស្ស័យល្អឲ្យកើតមានក្នុងខ្លួនរបស់កូនការអប់រំទូលមានជាសម្បត្តិមហាសាលមិនមានថ្ងៃដែលនឹងត្រូវចាយអស់ឡើយឲ្យតែកូនចេះនឹករលឹកដល់ពាក្យទូលមានទាំងអស់នេះហើយមានការប្រព្រឹត្តតាមដោយត្រឹមត្រូវទ្រព្យសម្បត្តិមាសប្រាក់មិនអាចយកទៅទិញនៅសេចក្តីល្អយកមកដាក់ខ្លួនកូនបានឡើយប៉ុន្តែសេចក្តីល្អដែលកើតមាននៅក្នុងខ្លួនរបស់កូនគឺព្រោះអាស្រ័យការអប់រំការបង្វឹកបង្ហាត់និងការបង្ហាញប្រាប់ដោយសេចក្តីស្រឡាញ់និងដោយសេចក្តីព្យាយាមរបស់មាតាបិតាដែលជាគ្រូដើមមុនគេបង្អស់របស់កូននឹងឯងកាលបើកូនមានឪពុកបានយល់ដឹងដល់ការអប់រំថាជាសម្បត្តិដ៏ប្រសើរក្រៃលែងហើយនោះកូនត្រូវមានចិត្តរីករាយជានិច្ចក្នុងការទទួលយកនៅពាក្យទូមានព្រានប្រដៅទាំងឡាយកូនត្រូវចាំទុកថាសម្បត្តិគឺការអប់រំទូលមាននឹងមានប្រយោជន៍ដល់កូនទៅបាននោះវាអាស្រ័យនៅលើការដែលកូនខ្លួនឯងជាអ្នកបដិបត្តិឪពុកម្ដាយបំពេញតួនាទីជាគ្រូដោយមិននឹករំពឹងរកតម្លៃនៃការតបស្នងអ្វីឡើយទោះបីមានសេចក្តីលំបាកយ៉ាងណាក៏ដោយក៏ម៉ែឪនៅតែមានការប្រឹងប្រែងជាយាមជានិច្ចទាំងអស់នេះព្រោះមកអំពីការទូលមានរបស់ឪពុកម្ដាយបានហូរចេញពីកៅអៅបេះដូងដ៏ស្មោះដែលពោពេញទៅដោយទឹកចិត្តមេត្តាសេចក្តីស្រឡាញ់និងអាណិតអាសូរបំណងឲ្យកូនបានសេចក្តីសុខទឹកចិត្តរបស់ពុកម្ដាយដែលស្រោចស្រពដណ្ដប់លើកូនដោយអំណាចនៃព្រហ្មវិហារគឺស្រទន់ដូចជាមេឃស្រទុំទ្រព្យវិជាជាកំណប់ទ្រព្យប្រពៃកូនឆ្លាតវៃលៃយកទ្រព្យកប់ក្នុងខ្លួនស្មើម៉ែឪនៅជាមួយជួយថែធួនចិត្តមមមួនពួនផុតគ្រោះរស់សេរីទ្រព្យចំណេះចេះគ្រប់យ៉ាងសាងប្រយោជន៍មិនហិនហើយដូចជាទ្រព្យកប់ក្នុងដីទ្រព្យចំណេះចេះភ្លឺប្រងយោងប្រុសស្រីចូលគ្មៀតក្មៃបីត្រកងត្រង់យកចេះបុព្វាចារសាស្តាដើមឆ្នើមពិសិដ្ឋនៅគៀកកាត់ចិត្តតេតិនមិនប្រហែសបង្ហាត់កូនឈ្ងួនពិសីស្ដីឲ្យចេះផ្ដល់ចំណេះសម្លេះខ្លៅដៅរកកោះមេដាបិតាជាគ្រូអាចារ្យដំបងបង្អស់បង្ហាត់បង្ហាញដោយចិត្តស្ម័គ្រស្មោះឲ្យចេះបើដោះបានរស់ដល់ធំបង្រៀនគ្រប់មុខជុះនោមហូបចុកពុកម៉ែចៅអ៊ំម៉ែឪប្រឹងណាស់រាប់ខ្លួនជាខ្ញុំជួយឲ្យកូនធំនាំកូនរកត្រើយបង្ហាត់មេរយាទប្រាប់ឲ្យស្គាល់ញាតយកគុណជាខ្នើយសុចរិតជាមុងស្មោះត្រង់បក់លហើយការមិនកន្តើយយកជាកន្ទេលបង្ហាត់សម្ដីឲ្យកូនប្រុសស្រីនិយាយដឹងពេលប្រដៅឲ្យក្រោកកុំនៅដេកត្រេលងូតទឹកដោះក្អែលម៉ែប្រាប់ទាំងអស់ប្រាប់ឲ្យកូនធ្វើល្អស្លៀកពាក់សគឺចិត្តស្មោះប្រដៅឥតមានខ្ចោះដូចគេច្រោះយកទឹកថ្លាអប់រំក្រើនរំលឹកទោះល្ងាចព្រឹកឪទេសនាប្រាប់ឲ្យកូនឧស្សាហ៍ធ្វើកិច្ចការជាកល្យានសុចរិតថ្លៃជាងពេជ្រកុំបំភ្លេចចោលខ្លួនប្រាណមនុស្សថ្លៃពុនប្រមាណកុំចោលប្រាណដូរយកប្រាក់ចោលប្រាណស្មើលក់ខ្លួនឪពោលផ្ទួនឲ្យប្រចាក់មនុស្សយើងថ្លៃជាងប្រាក់ត្រូវទុកដាក់ខ្លួនឲ្យល្អសុចរិតត្រឹមត្រូវនៅក្នុងខ្លួនជាទីជ្រក់ពួនសត្វនិកមរតកម៉ែឪពន្លឺសត្រាច់ចរតាមចិត្តជាប់រហូតត្រាប់ដែលសំខាន់គឺអវាទអប់រំឲ្យឆ្លាតចិត្តកូនស្លូតមរតកអស្ចារ្យធัวត្រៃកោតកុំឲ្យរបូតពីខ្លួនឡើយសច្ចៈខន្តីកតញ្ញូធัวបីជាគ្រូថែកូនហើយកូនមេឪពុកនឹងសះស្បើយជារោគដល់ត្រើយផុតទុក្ខាចិត្តល្អក្រណាស់មិនអាចយកមាសប្រាក់ទៅរកទិញនៅផ្សារប៉ុន្តែចិត្តល្អកើតដោយសារមេត្តាបិតាព្រានប្រដៅព្រោះហេតុដូច្នេះកូនមាសឆ្អិនកូនគិតឲ្យប៉ិនកុំឲ្យឆៅអវាទនឹងប្រាក់ណាឆោមឆ្លៅតើកូនសំដៅមួយណាជាងបាណាំងអករណੰងសុខੰងវសាឬប្រាំងព្រះពុទ្ធទ្រង់យាងត្រាស់ប្រាប់ថាបាបត្រូវជៀសវាងនោះទៅមិនខ្វៀងពីសេចក្តីសុខសុខោបញ្ញសឧច្ចយោកូនកុំធ្វើចោលហើយកុំសំកប់
ត្រូវសន្សំបុណ្យទៅកូនបានសុខកុំចង់ស្រណុកព្រោះខ្ជិលឲ្យសោះអព្យាបច្ចហੰសុខੰលោកេក្នុងលោកទំនេរពីការឆ្លោះតោះកូនរស់បានសុខគ្រប់គ្នាទាំងអស់ព្រោះគ្មានទំនាស់អស់ការព្យាបាទសុខੰយាវៈជារាសីឡੰសិលមានកម្លាំងច្បាំងតាមក្បួនខ្នាតដណ្ដើមបានសុខកូនរស់បានស្អាតសុខឥតផ្លាត់ផ្លាតដរាបដល់ចាស់សុខាមត្តយតាលោកេកូនគិតខ្នន់គ្នាកុំឲ្យមានខ្វះប្រណិប័តមេត្តាដោយដឹងគុណច្បាស់បានបន់ច្រើនណាស់សុខសានក្នុងលោកអថោបេតយតាសុខាយ៉ាងទៀតកូនណាប្រាថ្នាមានជោគប្រណិប័តបៃតាថ្លៃថ្លាប្រយោគមានផប់បានភោគជារោគជួបសុខសុខាសទ្ធម្មទេសនាវាចាថ្លៃថ្លាកាប់ឆ្កាស្មាញស្មុកការសម្ដែងធัวនាំមកនៅសុខបំផ្លាញសម្បុកខ្មាំងអវិជ្ជាសុខាសង្ឃសសាមគ្គីក្រុមពួកសង្ឃជីមូលមីរួមគ្នាមិនមានបែកបាក់ចាក់រុកខ្ទោខ្ទានេះហើយគឺជាជំរំតុកសានចិត្តតាំងគុតតាំងសុខាវហੰជាយាមដេញខ្មាំងពីចិត្តសន្តានគ្រប់គ្រងស្ងួនចិត្តដោយកម្មកល្យាននាំសុខមកបានផ្សែមសានពេកក្រៃសុខោបញ្ញាបដិលាភោបានលៀបថ្លៃធ្នូជាងកែវចរណៃគឺបានបញ្ញាភ្លឺច្បាស់ជាងថ្ងៃឆ្លងកាត់ភពត្រៃប្រពៃសុខសានសុខោពុទ្ធាអ្នកមកបាតោព្រះពុទ្ធថង្គោពោពេញក្លាហានកសាងបារមីសេរីកើងកានរហូតដល់បានត្រាស់ជាព្រះពុទ្ធគ្រប់អង្គត្រាស់ដឹងក្នុងលោកមានជ័យមានជោគប្រាជ្ញាមោះមុតព្រះអង្គឈ្នះមារនៅពេលពិយុទ្ធដោយសាស្ត្រាវុធមុតគ្មានអ្វីដូចទ្រង់ត្រាស់ដឹងហើយនាំមកនៅសុខបំបែកសម្បុកទិដ្ឋិកំហូចដោយធัวទេសនាភ្លឺថ្លារងរោចសុខគ្មានអ្វីដូចគឺព្រះនិព្វានសុខាសត្ធាបតិដ្ឋិតាកូនស្ដាប់ទេសនាសាស្តាទូលមានបាននៅសទ្ធាក្នុងព្រះទ្រង់ញាណកូនបានជិះយានមានព្រះនាំផ្លូវសទ្ធាតាំងបំក្នុងចិត្តសន្តានកូនពិតជាបានផុតរឿងអាស្រូវជិះយានមានសុខសម្រាប់ឆ្ពោះផ្លូវមេល្អពេកទៅទីផុតស្លាប់សទ្ធាជាទ្រព្យថ្លៃថ្លាបវរជាទ្រព្យត្រាច់ចរជាប់ក្នុងចិត្តស្រាប់មានគូបញ្ញាចាត់ការចំណាប់ដល់ទីផុតស្លាប់អស់ការស្រេកឃ្លានហើយណាំងធម្មំដសេវាយៈទំនាស់កັບចៈរំលោភឆ្លៀនពៀនល្មើសគុណម៉ែឪទ្រុះព្រះទ្រង់ញាណទ្រុះនៅត្រង់ហ៊ានបំភានសិក្ខាធัวថោកទាំងនេះគឺសែនហីណាំងស៊ីបាយបោកឆ្នាំងខ្មាំងនឹងសាសនាកូនឪមិនត្រូវសែបគប់ឡើយណាបាលីពោលថាអ្នកសេវាយៈធัวថោកមានច្រើនកើតកើនខ្លាំងណាស់ទាំងក្មេងទាំងចាស់ប្រព្រឹត្តឥតអសែបគប់ធัวខ្មៅចាញ់អំណាចប្រាក់ជាប់ខ្នោះចវៈអន្តៈកាមគុណប្រមាទទេអ្នកសាងបសេកូនត្រូវរិះរេគិតទុកជាមុនរៀបចំជីវិតឲ្យផុតទៅរុនបនជាដើមទុនរួចចាកធัวថោកកូនឪមិនត្រូវរស់ដោយប្រមាទកូនខំសម្បាតកុំឲ្យចាញ់បោកតណ្ហាក្នុងចិត្តបង្កើតទុក្ខសោកកូនព្យាយាមក្រោកសម្លឹងធัวពិតបើកូនមិនក្រោកពិតជាលំបាកបញ្ហាឥតស្រាកឆាកលខោនជីវិតកំព្រាទីពឹងក្នុងភពងងឹតមោហៈរូបរិទ្ធពិតជាវង្វេងចូលកូនសម្លាញ់ស្ដាប់តាមឪពុកកូនកុំជាប់គុកនៅក្នុងបទភ្លេងត្រូវចេះស្ដាប់ធัวកុំចេះតែលេងស្រីស្រាកែវពេងជាលបែងគ្រោះថ្នាក់ធัวសែនកំបាំងនៅក្នុងជីវិតរូបពិតនាមពិតល្អិតជាសច្ចៈសត្វលោកល្ងងពិតងងឹតដោយខ្វាក់ឃើញត្រឹមតែប្រាក់ស្ម័គ្រចិត្តធ្វើចោលគិតស្មានបានសពក្នុងអវិជ្ជាយកល្ងងធ្វើគ្នាមានអ្នកដូចតោហ៊ានល្មើសនឹងច្បាប់រាប់ខ្លួនធ្វើចោលសុកចិត្តជឿហៅមិនជឿខ្លួនឯងកូនមេឪពុកកូនស្ដាប់ឲ្យច្បាស់ព្រះពុទ្ធបានត្រាស់ហើយទ្រង់សម្ដែងប្រកាសធัวពិតដោយឥតមានខ្លែងត្រាស់ប្រាប់កន្លែងដែលរួចចាក់ទុកបញ្ញាឆ្លាតឆ្លៀសក្នុងធัวទាំងឡាយសតិក្នុងកាយយកជាប្រមុខកំចាត់ភាពល្ងងទំលាយទ្វាគុក
រួចផុតពីទុក្ខបានសុខឧត្តមសរុបសេចក្តីដែលឪបានប្រាប់អត្តន័យសាស័ព្ទប្រាប់យកឲ្យចំគឺចង់ឲ្យកូនមានចិត្តតាំងមាំប្រឹងប្រែងខិតខំទទួលឱវាទទទួលធម្មទានមានផលប្រសើរនាំកូនឲ្យដើរក្នុងផ្លូវដែលស្អាតគឺជាដំណើរតាមស្នាមព្រះបាទសម្បត្តិឱវាទកាត់ថ្លៃមិនបានសូមអនុមោទនាកូនមាសពុកកូនត្រូវហាត់ធ្វើខ្លួនឲ្យសុភាពរៀបសារមានការព្យាយាមចេះអើពើជួយធ្វើការអ្នកដទៃដោយសេចក្តីពេញចិត្តនិងធ្វើខ្លួនឲ្យជាមនុស្សបានការដើម្បីជាប់ជាឧបនិស្ស័យដល់ធំឡើងកូនបានធ្វើជាមនុស្សល្អជាមនុស្សមានសេចក្តីចម្រើនមមតំក្នុងជីវិតកូននៅតូចកូនធ្វើអ្វីត្រូវឲ្យនៅក្នុងការវឹកហាត់កសាងខ្លួនបើកូនមានស្មារតីកសាងខ្លួនជានិច្ចនោះកូនធ្វើអ្វីតែងមានរបៀបរៀបរយកាលបើមានរបៀបរៀបរយល្អហើយកូនអាចរៀនសូត្រនិងធ្វើការងារផ្សេងបានដោយត្រឹមត្រូវតទៅកូននឹងបានជាមនុស្សមាននៅសេចក្តីសម្រេចនិងសេចក្តីចម្រើនឲ្យដល់ខ្លួនឯងព្រមទាំងសង្គមគ្រួសារសង្គមជាតិក្នុងអនាគតយ៉ាងពិតប្រាកដកូនមាសពុកកូនត្រូវតែជាមនុស្សល្អដូចតទៅ1ជាកូនដែលល្អរបស់ឪពុកម្ដាយ2ជាសិស្សដែលល្អរបស់គ្រូអាចារ្យជាមិត្តដែលល្អរបស់មិត្តជាប្រជាពលរដ្ឋល្អរបស់ប្រទេសជាតិជាសាវកល្អរបស់ព្រះសម្មាសម្ពុទ្ធចូលកូនមានជីវិតត្រឹមត្រូវនៅក្នុងโลกនេះដោយខំប្រឹងសាងនៅសុចរិតពិតប្រាកដចូលកូនរស់នៅឲ្យបានជាក្តីសង្ឃឹមរបស់មនុស្សទាំងឡាយចូលកូនប្រាថ្នាឲ្យពិភពលោកបានជួបនៅសេចក្តីសុខស្ងប់កូនត្រូវដឹងថាធម៌រមែងរក្សាឲ្យយើងមានសេចក្តីសុខតែធម៌នឹងមករក្សាយើងមិនបានឡើយបើយើងមិនចូលទៅរកធម៌ទេនោះប្រៀបដូចជាអាហារនឹងមកឲ្យយើងឆ្អែតមិនបានដោយពិតបើយើងមិនទៅបរិភោគនៅអាហារនោះទេយ៉ាងណាមិញធម៌ក៏យ៉ាងនោះដែរបើយើងមិនយកមកបប្រតិបត្តិទេធម៌ក៏ជួយអ្វីយើងមិនបានឡើយដូច្នេះក្នុងការដែលយើងនឹងមាននៅសេចក្តីសុខសេចក្តីចម្រើនទៅបាននោះក៏ព្រោះតែយើងបានបប្រតិបត្តិនៅធម៌នឹងឯងធម៌ជារបស់ចាំបាច់ដល់ក្រៃលែងជាងអាហារក្រៃលែងជាងខ្យល់អាកាសនិងក្រៃលែងជាងអ្វីទាំងអស់ព្រោះធម៌ធ្វើឲ្យជីវិតយើងមាននៅគុណតម្លៃជីវិតរបស់ឪពុកតាំងពីមានកូនរហូតមកដល់ឥឡូវនេះសេចក្តីប្រាថ្នារបស់ឪពុកដែលមានចំពោះកូនគឺសូមឲ្យកូនមានការចេះដឹងល្អនិងមានការប្រព្រឹត្តល្អទ្រព្យសម្បត្តិមិនមែនជារបស់សំខាន់ខ្លាំងណាស់ទេក្នុងការដែលឪពុកម្ដាយចែកឲ្យកូននោះតែការចេះដឹងល្អនិងការប្រព្រឹត្តល្អជាសម្បត្តិសំខាន់ដ៏ក្រៃលែងដែលឪពុកនិងម្ដាយប្រាថ្នាប្រគល់ឲ្យដល់កូនជាទីស្រឡាញ់និងជាទីហួងហែងរហូតមកបើកូនធ្វើតាមពាក្យដែលឪពុកនិងម្ដាយណែនាំផលនឹងកើតបានជាគុណតម្លៃ
នឹងជាសេចក្តីសុខឲ្យដល់កូនរួមទាំងក្រុមគ្រួសារទាំងអ្នកដែលនៅជុំវិញកូនទៀតផង